ថ្ងៃហ្នឹងគឺខ្ញុំទទួលបានជាមួយនឹង iPhone 12 ដែលបញ្ហានោះគឺជាប់ iCloud អញ្ចឹងដោយសារតែម្ចាស់គាត់ភ្លេចជាមួយនឹងលេខកូដ Apple ID អញ្ចឹងធ្វើឲ្យទូរស័ព្ទនេះមានបញ្ហាជាប់ iCloud ហើយអញ្ចឹងគាត់បានយកមកឲ្យខ្ញុំធ្វើការដោះ iCloud នឹងចេញអញ្ចឹងយើងមិនមកអង្គយូរទេយើងធ្វើការយកជាមួយនឹងខ្សែ USB ដើម្បីភ្ជាប់ពីកុំព្យូទ័រមកកាន់ទូរស័ព្ទហើយយើងក៏រំតែវាយ passcode ចូលទៅបន្ទាប់មកយើងចូលមកកាន់ Safari ហើយយើង search ពាក្យថា icloud.com ហើយយើងធ្វើការចូលទៅលើ website ហ្នឹងមកហើយយើង sign in ចូលជាមួយនឹង iCloud អញ្ចឹងកន្លែង sign in នេះគឺមានពីរជម្រើសទី1គឺ sign in ជាមួយ passcode ហើយមួយទៀតគឺ sign in ជាមួយ Apple ID អញ្ចឹងខ្ញុំ sign in ជាមួយនឹង passcode អញ្ចឹងបន្ទាប់ពីយើង sign in ជាមួយនឹង passcode មកវានឹងចូលមកកាន់ iCloud របស់យើងហើយអញ្ចឹងយើងធ្វើការ scroll វាឡើងចុះមួយទៅបន្ទាប់មកយើងធ្វើការបិទជាមួយនឹង Wi-Fi ដើម្បីយើងធ្វើការបញ្ជាពីកុំព្យូទ័រមកដើម្បីដោះ iCloud នេះចេញអញ្ចឹងខ្ញុំគ្រាន់តែចុចមក click ពីលើកុំព្យូទ័រមកគឺវានឹងធ្វើការដោះ iCloud នឹងចេញហើយបន្ទាប់មកយើងធ្វើការ erase ម៉ាស៊ីនដើម្បីកុំឲ្យវាមាន Apple ID នៅលើ setting អញ្ចឹងបន្ទាប់ពីយើង erase មកវានឹងចេញផ្ទាំង hello បែបនេះអញ្ចឹងយើងគ្រាន់តែចុចមក click ទៀតមកគឺវានឹងចូលមកដល់ menu អញ្ចឹងយើងធ្វើការចូលទៅកាន់ setting ទៅដើម្បីឆែកថា iCloud នឹងនៅជាប់ទៀតឬក៏អត់អញ្ចឹងឃើញថា iCloud នេះគឺយើងបានដោះដាច់ 100% ហើយវាអត់មានជាប់នៅខាងលើនេះទេអញ្ចឹងបងប្អូនដែលមានបញ្ហាទូរស័ព្ទជាប់ iCloud ហើយអាចយកមកដោះបានហើយបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូមួយនេះកុំភ្លេចជួយ like ជួយ share ខ្ញុំម្នាក់មួយផងហើយកុំភ្លេចជួយចុច follow ខ្ញុំផងដើម្បីឲ្យឆាប់គ្រប់គោលការណ៍ 300k view